cái thằng mai ở miền Tây phò nơi sổ nè mà mưa sẵn cũng ai dày và phò ấy các mai miền đài តាំងពីតរ៉េនសាច់ក្រកត្រីញាតិសត្វតែរបស់ដែលអត់មានផ្ទុកនៅជាតិគីមីច្រើនដូចបកទេទេអ្នកនរគ្នាគ្រប់គ្រងផលិតផលនៅក្នុងស្រុកយើងសុខភាពយើងក៏ល្អដែរអ្នកនរគ្នាហើយថ្ងៃហ្នឹងដែរខ្ញុំបានមកស្លាហ៊ានដើម្បីជួបជុំមិត្តភ័ក្តិរបស់ខ្ញុំហើយពួកយើងនឹងរៀបចំទៅកម្មវិធីនៅកោះពេជ្រអ្នកនរគ្នាហើយពួកយើងក៏បានបន្តហើយលោកគ្រូអ្នកគ្រូក៏គាត់ថតរូបថតអីហើយពួកយើងក៏ដើរចូលទៅក្នុងនេះគឺជាទឹកភ្លៀងនៅខាងក្នុងហើយមានមនុស្សជាច្រើនហើយម្ហូបអាហារក៏មានច្រើនដែរហើយខ្ញុំមកដំបូងហ្នឹងគឺខ្ញុំមកកន្លែងកាហ្វេហើយកាហ្វេបកគាត់ហ្នឹងទីយោហ្នឹងធ្វើពីអង្គដែលយើងអាចញ៉ាំបានទាំងទីយោញ៉ាំបានទាំងកាហ្វេគឺគាត់មានកណ្ដាប់ស្នៃប្រឌិតខ្លាំងមែនតើគាត់តែពេលដែលវាត្រូវសេរីត្រូវជាមួយនឹងសេរីវានឹងស្ទន់ជាងហ្នឹងវានឹងស្ទ្រីងជាងហ្នឹងតែអានេះវាយើងខ្វះក្រាស់ដើម្បីឲ្យហ្នឹងនិយាយរួមទៅអត់ខ្វះទេអ្នកគ្នាគឺមកឲ្យកោះពេជ្រហ្នឹងមកកន្លែងគេតាំងវិព័រម្ហូបអាហារហ្នឹងគឺអត់ខ្វះទេមានទាំងត្រីមានទាំងបកងបកាឲ្យគាត់លក់ដាច់ពីច្រើនហ្នឹងគឺកូនថៃមានទាំងបកងមេពូជមានទាំងបកងសាច់គឺមានច្រើនណាស់អ្នកគ្នាបាទហ្នឹងខ្ញុំជួបអ៊ំស្រីនោះគាត់និយាយមួយគ្នាគាត់ណានិយាយថាគាត់មានមោទនភាពពេលឃើញផលិតផលខ្មែរមានការកើនឡើងខ្មែរយើងចេះផលិតអីចឹងឮពាក្យគាត់ហើយខ្ញុំរំភើបដែរគ្នាយើងខ្មែរដូចគ្នាយើងគ្រប់គ្រងផលិតផលខ្មែរឲ្យគ្នាដូចបុកល្ហុងអីនេះអត់មានជាតិគីមីទេញ៉ាំហើយឆ្ងាញ់អ្នកគ្នាហើយបើនំខ្មែរវិញគឺស្អាតអ្នកគ្នាខ្ញុំរែកឲ្យ10លើ10ទាំងការតុបតែងគឺស្អាតខ្លាំងអ្នកគ្នាគួរចង់បរិភោគផងតើគាំទ្រនៅផលិតផលរបស់យើងកុំឲ្យប្រទេសជិតខាងមើងងាយយើងពេកយើងត្រូវចេះបង្កើតនៅអ្វីដែលថ្មីដែលមានសុខភាពល្អហើយខ្ញុំថតត្រួសណាអ្នកគ្នាខ្ញុំថតអត់បានអស់ទេព្រោះថាច្រើនណាស់ផលិតផលរបស់ខ្មែរយកមកតាំងពីពណ៌គឺច្រើនហើយមានទាំងគុជមានទាំងអីអ្នកគ្នាមានទាំងព្រះអីចង់មកទិញអីគឺអ្នកគ្នាមកហើយកុំភ្លេចយកលុយមកផងតែអត់លុយអត់មានអីញ៉ាំទេហើយតរ៉េនវិញគឺស្រស់អ្នកគ្នាផ្លែឈើគឺស្រស់អត់មានជាតិគីមីទេយើងគ្រប់គ្រងផលិតផលនៅក្នុងស្រុកអ្នកគ្នាកុំឲ្យស្រុកទេសគេមើលងាយកុំឲ្យប្រទេសគេហ្នឹងមកជន់ពលិចប្រទេសយើងអ្នកគ្នាហើយនេះគឺខ្ញុំបានជួបអ្នកស្គាល់គ្នាហើយខ្ញុំក៏បានសម្ដែងមកគាត់ហើយនេះបងគាត់សួរថាអត់អីរៀនអីគេខ្ញុំក៏ប្រាប់ថារៀនព័ត៌មានវិទ្យាហើយពួកយើងក៏ធ្វើដំណើរទៅមុខទៀតហើយអ្នកនរគ្នានេះគឺស្រូវរបស់ខ្មែរពិតៗអ្នកគ្នាក៏មិននេះគឺគេដាក់ស្រូវតាំងជាមុនគឺដាក់ចឹងទៅស្អាតដល់វាទៅទឹកគឺហើយកន្លែងនេះគឺខ្ញុំឃើញថាគេដាក់ផ្កាតាំងមកគឺស្អាតខ្លាំងមែនតើគឺអាហ្នឹងវាគឺជាយុទ្ធសាស្ត្ររបស់គេអ្នកគ្នាដើម្បីតាក់ទាញហើយចូលមកក្នុងមកក៏ឃើញមានរូបនៅវីរៈកងទ័ពហើយរូបសម្ដេចតាសម្ដេចយាយហើយនេះគឺជាកន្លែងផ្សាររបស់គេសម្រាប់បើកកម្មវិធីហ
ហើយចុងបញ្ចប់ខ្ញុំក៏បានស្ទាតថតរូបមួយរបស់មិត្តភក្តិរបស់ខ្ញុំនឹងហើយពួកយើងក៏បាយគ្នាទៅផ្ទះរៀងខ្លួនហើយវីដេអូមានតែប៉ុណ្ណឹងបាយបាយ